បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានេះជាកន្លែងអាសនៈរបស់ខ្ញុំបាទហើយក៏មានកម្រងអនុស្សាវរីយ៍ទាំងចាស់ទាំងថ្មីកន្លងមកខ្ញុំបាទបានប្រសាទនឹងជួយមើលទៅដល់ពុកម៉ែបងប្អូនដែលមានបញ្ហាផ្លូវងងឹតជាច្រើនហើយសម្រាប់ខ្ញុំបាទទទួលមើលគឺតអំពើខ្មោចព្រាយបិសាចអាបធ្មប់ហើយនឹងមានមើលអ្វីផ្សេងជាច្រើនទៀតផងដែរហើយបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍មានបញ្ហាផ្លូវងងឹតមើលពេទ្យមើលខាងវិទ្យាសាស្ត្របញ្ជាអាចតំណាក់តំណងមកលេខទូរស័ព្ទខ្ញុំបាទបានបាទហើយសម្រាប់វិទ្យាសាស្ត្រហើយនឹងអបិយជំនឿទាំងពីរគឺដើរស្របគ្នាគឺត្រូវទទួលទាំងអស់មិនបដិសេធខាងណាមួយនោះទេសិតតែជាការជួយទៅដល់ជីវិតមនុស្សដូចគ្នាតែគ្រាន់តែថាការជឿឬមិនជឿអាស្រ័យទៅលើបងប្អូនវិទ្យាសាស្ត្រក៏ជាផ្នែកមួយអបិយជំនឿខាងមើលទុះទាយផ្លូវងងឹតក៏ជាផ្នែកមួយដែរតែចំណុចសំខាន់នៅលើអបនិស្ស័យបុណ្យដែលបងប្អូនមានជាមួយគ្នាតើអាចទៅផ្លូវណាដែលល្អប្រសើរសម្រាប់ជីវិតនិងអនាគតរបស់យើងទៅថ្ងៃមុខបានព្រោះសិតតែជាផ្នែកក្នុងការសង្គ្រោះជីវិតមនុស្សដូចគ្នាទៅតាមអបនិស្ស័យហើយមិនគិតថាមានឫទ្ធិអំណាចខ្លាំងខ្សោយអីទេសម្រាប់ផ្លូវងងឹតបើមានបុណ្យជាមួយគ្នាគឺនឹងអាចជួយគ្នាបានហើយសម្រាប់ខាងវិទ្យាសាស្ត្រក៏ដូចគ្នាអញ្ចឹងគឺត្រូវដើរទន្ទឹមព្រមគ្នាហើយបងប្អូនបើមានឧបនិស្ស័យឬក៏មានបញ្ហាផ្សេងសម្រាប់ផ្លូវងងឹតគឺអាចតំណាក់តំណងសាកសួរប្រឹក្សាយោបល់ផ្សេងបាទចុងក្រោយក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់បានសុខចម្រើនជោគជ័យគ្រប់ភារកិច្ចសូមអរគុណសូមជម្រាបលា